សួស្តីអ្នកទាំងអស់គ្នាដែលជាអតិថិជនរបស់ Farex ថ្ងៃនេះខ្ញុំនឹងបង្ហាញសកម្មភាពខ្លះៗដែលក្រុមការងាររបស់យើងបានដំឡើងសោជូនអតិថិជនដែលគាត់បានកម្មង់សោសុវត្ថិភាពពីខាងយើងក្រុមការងាររបស់យើងបានដំឡើងដោយពិនិត្យនិងយកចិត្តទុកដាក់ខ្លាំងមែនទែនចំពោះអតិថិជនមួយៗដែលគាត់បានកម្មង់សោពីខាងយើងអ្វីដែលពិសេសនោះគឺក្រុមការងារយើងបានឧបករណ៍ផ្សេងៗដើម្បីវាស់ឬក៏កាត់បន្ថែមដោយសារតែអតិថិជនពីមុនគាត់បានប្រើប្រាស់ជាមួយនឹងវិធីសាស្ត្រធម្មតាវារៀងទូចចឹងពេលដែលយើងប្រើប្រាស់ជាមួយនឹងសោសុវត្ថិភាពឬក៏គេហៅថា Smart Key ហ្នឹងគឺវារៀងវែងចឹងបានធ្វើឲ្យក្រុមការងារយើងកាត់បន្ថែមនៅមុខងារបន្ថែមអញ្ចឹងទៅចំពោះសោខាងយើងគឺអាចដាក់គ្រប់ប្រភេទទ្វារទាំងអស់មិនថាទ្វារឈើទ្វារអាលុយមីញ៉ូមទ្វារកញ្ចក់ឬក៏ទ្វារអីផ្សេងៗដែលពុកម៉ែបងប្អូនតម្រូវការគឺខាងពួកយើងមានលក់សោតម្រូវទៅតាមពុកម៉ែបងប្អូនដែលចង់បានអ្វីដែលពិសេសមកមើលសកម្មភាពតដែលក្រុមការងារយើងកំពុងតែរហ័សរហួនក្នុងការធ្វើជូនអតិថិជនខ្លាំងមែនទែនអ្វីដែលសំខាន់គឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបប្រើជំហានទី1នោះគឺយើងអាច scan កញ្ចៅដៃបានហ្នឹងគឺជារបៀបប្រើទី1របៀបប្រើទី2នោះគឺយើងអាចបញ្ជាបើកបិទតាមរយៈ app ទូរស័ព្ទដៃពីចម្ងាយក៏បានដូចគ្នាគ្រាន់តែយើងបញ្ជាបើកតាមរយៈទូរស័ព្ទដៃវានឹងបើកដូចគ្នាជំហានបន្តនោះគឺការដាក់លេខកូដគេហៅថា password ប្រសិនបើបងប្អូនវាយ password ត្រូវគឺវានឹងបើកអូតូប្រសិនបើបងប្អូនវាយ password នឹងអត់ត្រូវទេវានឹង lock ខ្លួនឯងតែម្ដងព្រោះតែយើងវាយ password ត្រូវគឺវាអាចបើកវានឹងបានដូចគ្នាជំហានបន្តនោះគឺ scan ការសុវត្ថិភាពហើយអ្វីដែលបន្ទាប់នោះគឺជាចំណុចចុងក្រោយនោះគេហៅថាសោស្គូខាងពួកយើងមានថែមសោស្គូជូនបងដូចគ្នាងាយស្រួលក្នុងការប្រើប្រាស់ជាជម្រើសចុងក្រោយបើសិនបើបង scan កាតសុវត្ថិភាពដើរ scan ប្រយ័ត្នដើរឬក៏ដោះលេខកូដដើរគឺយើងអាចចាក់សោស្គូនេះបានដោយសារពេលទៅពួកយើងមានថែមសោស្គូឲ្យដូចគ្នាបើសិនបើពុកម៉ែបងប្អូនមានចម្ងល់ទាក់ទងជាមួយនឹងសោឬក៏ប្រភេទមួយណាអាចឆាតចូលក្នុង page បានឬក៏តំណតាមលេខទូរស័ព្ទខាងលើបានអរគុណច្រើន